សួស្តីអ្នកទាំងអស់គ្នាចឹងវីដេអូនេះដែរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការតម្លើងនៅ PSN Firewall ទាំងអស់គ្នាចឹងដោយ PSN Firewall ហ្នឹង Firewall ហ្នឹងយើងមានតួនាទីក្នុងការ filtering network traffic ចឹងយើងប្រើអាហ្នឹងដើម្បីធ្វើការ block user ឬក៏ web block នៅលើ user PC នៅក្នុងក្រុមហ៊ុនមួយអីចឹងទៅចឹងដើម្បីធ្វើការ set up នៅ PSN ជាដំបូងយើងត្រូវធ្វើការតម្លើង software PSN ហ្នឹងសិនតមកចាំយើងតម្លើងវានៅលើ VMware ចឹងយើងចូលទៅកាន់ browser មួយសិនមកហើយយើងធ្វើការវាយពាក្យថា PSN download មកតមកយើងយកទី1នេះមកនៅពេលយើងចូលមកដល់នេះយើងត្រូវធ្វើការ click download ហើយយើងនេះចំនួនquantity របស់យើងហ្នឹងយើងចង់បានប៉ុន្មានអញ្ចឹងខ្ញុំចង់បានតែមួយទេតែមុននឹងនេះយើងត្រូវ select installation iMac របស់វាសិនដោយសារតែយើងធ្វើការតម្លើងវានៅលើvirtual machine អញ្ចឹងយើងយក virtual machine មកបើយើងដាក់នៅក្នុង USB យើងយក USB តែអានេះខ្ញុំយក virtual machine click ហើយ quantity 1 add to cart ហើយ enter card នៅពេលនេះហើយអានេះយកដល់2ចឹងខ្ញុំយកតែមួយវិញយក2វិញអូខេចាំតិចសិនប៉ុន្តែខ្ញុំតម្លើងវាហើយអានេះខ្ញុំគ្រាន់តែប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបនៃការ download ទេអញ្ចឹងកន្លែងនេះយើងត្រូវបំពេញpayment ណាប៉ុន្តែអានេះយើងមិនបាច់ចាំ pay ទេដោយសារអានេះ$0តែយើងគ្រាន់តែបំពេញ billing address របស់យើងនេះនៅណាហើយកុំភ្លេច click accept ផងបើសិនជា click ទេយើងអាចធ្វើការ order បានទេអញ្ចឹងពេលយើង click accept កន្លែងនេះហើយបានយើងធ្វើការ download បានគាត់ណា receipt របស់វាទេចឹងនេះកន្លែងនេះនៅពេលដែលយើងយក receipt ហើយហ្នឹងវានឹងចេញឲ្យយើងបែបនេះចឹងយើង click download មកប៉ុន្តែខ្ញុំ download ហើយអញ្ចឹងមកធ្វើការ download អីទៀតទេនេះអញ្ចឹងនៅពេលដែលយើង download ហើយយើងបន្ទាប់ទៀតកុំភ្លេច extract វាផងបើសិនជាអត់ extract ទេនៅពេលដែលយើងធ្វើការតម្លើងវានៅពេល extract នេះយើងយក extract មក extract file នេះបាន extract ហើយចេញមកបែបនេះនៅពេល extract ហើយបានយើងអាចតម្លើងបានបើសិនជាចឹងទេពេលយើងធ្វើការ set up នៅក្នុង virtual វាអត់កើតទេវានឹង cannot find ISO ហ្នឹងហើយអញ្ចឹងចំណុចបន្តដោយសារតែខ្ញុំ download ហើយអញ្ចឹងខ្ញុំនឹងធ្វើការបង្កើត virtual box មួយ virtual machine អញ្ចឹងយើងយក typical recommend next តមកអានេះយើងប្រើទៅលើsoftware របស់យើងហ្នឹងអញ្ចឹងមិញនេះខ្ញុំ extract ហើយតមកយើងយក click លើកន្លែង folder ហ្នឹងមកយើងយក file មួយនេះ click open ហើយ next តមកយើងដាក់ឈ្មោះវាមកខ្ញុំដាក់ឈ្មោះOSPF PSN អូខេ next location នេះដូចជាមានហើយមកនេះខ្ញុំដាក់លេខ1មកយ៉ាសារវាជាន់គ្នាសារមុនហ្នឹងខ្ញុំបង្កើតវា2 3ដងអញ្ចឹង
តែខ្ញុំបាន record ចឹងហើយយើងបង្កើតដងទៀត remove ចាស់ហ្នឹងចេញចឹងអានេះ design 20ទៅលេខកន្លែងនេះយើង default វាអានេះចឹងយើងយក single file មកនេះតមកកន្លែងនេះយើងត្រូវធ្វើការ customize hardware របស់វាទៀតយើងត្រូវយកវា2G កន្លែង memory នេះយើងត្រូវយក 2G ហើយ processor គឺ4យ៉ាហើយដោយសារតា Pearson យើងធ្វើការយើង work ជាមួយនឹង LAN អញ្ចឹងយើងត្រូវមានកន្លែង network adapter ហ្នឹង add ថែមចំនួន2ទៀតអញ្ចឹងដំបូងចូល net ហ្នឹងហើយយក bridge នេះហើយតមកចាំយើង add ធ្វើការ add network adapter ចំនួន2មកអានេះកន្លែង network ដំបូងក៏ភ្លេចយក bridge ហ្នឹងណាតមកនៅពេលយើងបង្កើតហើយយើងយក LAN segment ទី1នេះហើយយើងយកពាក្យថា LAN segment ទី1កន្លែងនេះយើងត្រូវការខ្ញុំវាចេញ auto ហ្នឹងដោយសារតែខ្ញុំបានធ្វើ set up ហើយម្ដងតែបើអ្នកទាំងអស់គ្នាអត់ទាន់បាន set up កន្លែងហ្នឹងទេអ្នកទាំងអស់គ្នាត្រូវចូល LAN នេះ LAN segment នេះហើយយើងយកពាក្យថាយើង add មកឈ្មោះអីយើងវាចេញនៅហ្នឹងហើយអញ្ចឹងខ្ញុំអត់ចាំបាច់ add ទេ remove អាហ្នឹងចោលវិញយើងយក LAN segment ទី1ដល់ពេល network adapter នេះយើងយកអត់យកណាទេយើងយក LAN segment ទី2សម្រាប់សម្គាល់ LAN ទី1 LAN ទី2អីចឹងទៅហើយនៅពេលដែលខ្ញុំ customize វាហើយយើង finish and then យើង set up វាឲ្យវាដើរចឹងបើអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នា install ដំបូងវាអាចនឹងមានការ error អីចឹងណាចឹងខ្ញុំ click accept okay ចឹងកន្លែងនេះយើង verify LAN Ethernet របស់យើងហ្នឹងថា LAN មកនេះយើង verify ដល់ប៉ុន្តែអានេះវាត្រូវដល់ត្រូវអីគ្រាន់ថាបើយើងចង់ verify វាម្ដងទៀតក៏បានដែរអញ្ចឹងយើងដើម្បីដឹងថា MAC address របស់វានឹងត្រូវអត់ជាមួយនឹង network របស់យើងចូលទៅកាន់ setting អញ្ចឹងយើងចូលដល់នេះក៏បានអ្នកស្រួលយល់អញ្ចឹងចូលកាន់ setting ហើយយើង check មើលកន្លែង advanced យកត្រូវអត់អញ្ចឹងអាដំបូងគេនេះគឺ A8 ត្រូវអត់មើលសិនយ៉ាគឺ A8 អញ្ចឹង network ទី2បន្ទាប់ B2 ត្រូវអត់ B3 B2 ត្រូវហើយនឹងយើងគ្រាន់ verify network របស់យើងទេ A ទី3 BC yeah correct then យើង click OK យ៉ាកន្លែងនេះ network mode set up ចឹងកន្លែងនេះ stop ចឹងចំណុចបន្ទាប់យើងយក OK មកអូខេ
ចឹងដល់lạiនឹងដោយសារតែ lane យើងមាន2ចឹងយើងត្រូវ select មួយធ្វើជា lane មួយទៀតធ្វើជា van ចឹងយើងយកថា em1 ជា lane ចុះអូខេយ៉ាហើយយើង check level យើង IP address នេះយើងត្រូវចាំទាំងអស់បើសិនជាយើងអត់ចាំទេយើងធ្វើការឥឡូវចេះទៅយើងនឹងធ្វើការ edit ឲ្យវាងាយស្រួលចាំធ្វើការ customize វាសិនឲ្យវាបាក់ចាំយកចា send note មួយសិនចឹងយកនេះយើង send note ទុកឲ្យហើយមកយើងងាយស្រួលនៅពេលដែលយើងចូល welcome console វានឹងសួរយើងហើយចឹងយើងត្រូវទៅចាំ 10.1.1.1/24 it's correct then click OK yeah នេះក៏យើងធ្វើការ edit ដែរគឺ 10.1 correct ត្រូវហើយអូខេក៏10ដែរ1.1ដាក់150ក៏បាន200ក៏បានដាក់150អូខេចឹងយើងត្រូវតែចាំវាបើមិនចាំទេគឺដល់វគ្គបន្ទាប់តែយើងភ្លេចគឺចាប់ហើយអូខេ click OK មកចឹង please wait a bit យើងយកទី2មកចឹងចាំបន្តិចចឹងខ្ញុំធ្វើការ skip សិនដើម្បីឲ្យវាដើរគឺ video record សិនដើម្បីដើរពេញខ្ញុំនឹងតចឹងអ្នកទាំងអស់គ្នាមិញខ្ញុំធ្វើការចាំរៀងយូរដែរទោះឲ្យវា install ហើយ complete click OK ហើយនឹង reboot តនេះខ្ញុំ click reboot ហើយបានវាចេញមកចឹងព្រោះមិញខ្ញុំ click reboot ប៉ុន្តែភ្លេចtake video record តោះយើងចាំវាទៀតទៅវានឹងចូលធ្វើការ welcome screen ហើយ
ចឹងចំណុចបន្ទាប់នេះគឺជា welcome screen នៃ PSN របស់យើងចឹងយើងរើទៅនេះទី1 assign interface ទី2 set interface IP address ចឹងយើងត្រូវ check មើល LAN និង WAN របស់យើងសិនចឹង EM1 គឺជា WAN របស់យើងចំណែកឯ EM0 គឺជា WAN EM1 គឺជា LAN ចឹងមិញហ្នឹងយើងបាន set LAN មួយហ្នឹង EM1 ហ្នឹងគឺជា static IP address ចំណែកឯ WAN គឺជា DHCP ចឹងបើសិនជាអ្នកខ្លះដែលគាត់ set up ហើយប៉ុន្តែ LAN របស់ LAN មួយរបស់គាត់ហ្នឹងវាអត់ចាប់ជា static ទេវាចាប់ជាអីផ្សេងចឹងណាចឹងយើងអាចធ្វើការ set វាជា static បើនេះហើយយើងចង់ដាក់ IP address ប៉ុន្មានអញ្ចឹងយើងត្រូវយកលេខ2យើង enter លេខ2ទៅវានឹងចេញឲ្យយើង set up IP address LAN ហើយប៉ុន្តែដោយសារតែខ្ញុំ set up ទៅវាបានជោគជ័យចឹងខ្ញុំអត់ចាំបាច់ធ្វើការ customize IP address នឹងទៀតទេគឺខ្ញុំបន្ទាប់គឺខ្ញុំធ្វើការដាក់ password admin ឲ្យ PSN របស់ខ្ញុំចឹងខ្ញុំ click យកលេខ3វាអត់ពិបាកយកទេកន្លែងនេះវាមានលេខឲ្យយើងស្រាប់ឯងបើសិនជាយើងចង់ធ្វើអីមួយយើងគ្រាន់តែវាយ number របស់វាទៅវានឹងចេញហើយចឹងខ្ញុំវាយលេខ3ដើម្បីធ្វើការ reset admin account password ចឹង click បាយ yeah ចឹងដាក់ password មកយើង confirm yeah ចឹងអានេះខ្ញុំបាន set up ហើយចឹងខ្ញុំធ្វើការ note password ខ្ញុំទុកសិនខ្ញុំ stop បន្តិចចឹងរបៀបដាក់ password អីហើយក៏យើង set up ហើយដែរចឹងវីដេអូបន្ទាប់ខ្ញុំនឹងធ្វើការបង្ហាញតទៅនឹង user blocking និង web blocking ចឹងវាត្រូវការ window មួយទៀត window normal window ធម្មតាដើម្បីធ្វើការ test ជាមួយទៅនឹងwindow OS server ហ្នឹង